តើលោកអ្នកដឹងទេថាការគ្រប់គ្រងវិជ្ជាបញ្ជាដោយដៃអាចបង្កជាកំហុសនៅពេលដែលចែកថ្នាំនិងធ្វើឲ្យអ្នកជំងឺរងចាំយូរហើយនេះខ្ញុំសូមណែនាំលោកអ្នកមកស្គាល់ពីប្រព័ន្ធគ្រប់គ្រងវិជ្ជាបញ្ជាអេឡិចត្រូនិករបស់ពេទ្យយើងបាទសួស្តីអ្នកទាំងអស់គ្នាដោយអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយការចែកជាបញ្ជាដោយដៃអាចបង្កឲ្យមានកំហុសខុសឆ្គងដោយអចេតនាបាទដែលធ្វើឲ្យខាងហ្វាម៉ាស៊ីគាត់អាចបើកថ្នាំច្រឡំឬក៏មានបញ្ហាសម្រាប់ចេញថ្នាំឲ្យទៅអ្នកជំងឺបាទដូច្នេះខ្ញុំសូមបង្ហាញទៅក្នុងប្រព័ន្ធ system ពេទ្យយើងដែលមានមុខងារបើន័យថានៅពេលដែលយើងចេញថ្នាំទៅវាសុក្រិតហើយវាច្បាស់លាស់តែធ្វើឲ្យខាងហ្វាម៉ាស៊ីហ្នឹងគាត់ងាយស្រួលនឹងការរៀបចំថ្នាំទៅកាន់អ្នកជំងឺបាទដូច្នេះសូមទៅទស្សនាក្នុងការចេញវិជ្ជាបញ្ជាថ្នាំហើយតើវាប្រតិជាមួយខាងអសតការីបែបណាដើម្បីឲ្យយើងដឹងច្បាស់នៅក្នុងប្រព័ន្ធ system ពេទ្យយើងបាទជាដំបូងមុននឹងយើងចាប់ផ្ដើមក្នុងការចេញថ្នាំឬក៏ពីរោគទៅលើជំងឺក៏យើងអាចមានជា medical ជំងឺបាទ history ជំងឺចាស់ដែលគាត់ធ្លាប់មកទទួលសេវាកម្មព្យាបាលនៅមន្ទីរពេទ្យយើងពីមុនមកអញ្ចឹងហើយធ្វើឲ្យយើងដឹងថាតើឡុងពេលដែលគាត់មកប្រហែលដងហ្នឹងគាត់ប្រើប្រាស់ទៅលើថ្នាំអីខ្លះហើយសេវាកម្មអីខ្លះដែលគាត់បានទទួលបាទអញ្ចឹងនៅក្នុង system ប្រព័ន្ធពេទ្យយើងហ្នឹងគឺ record គ្រប់កន្លែងបាទអញ្ចឹង record គ្រប់កន្លែងហ្នឹងវាប្រមូលផ្ដុំមក screen តែមួយដើម្បីឲ្យខាង doctor ហ្នឹងគាត់ស្រួលទៅ view មើល history របស់ជំងឺហ្នឹងឯងបាទអញ្ចឹងគាត់អាចដឹងថាការមកលើកមុនហ្នឹងគាត់បានប្រើប្រាស់ទៅលើថ្នាំអីសេវាកម្មអីខ្លះដែលគាត់បានទទួលបាទអញ្ចឹងនៅកន្លែងនេះនៅពេលដែល doctor គាត់ចេញថ្នាំទៅវានឹងអូតូទៅដល់ខាងផ្នែក pharmacy ដែលធ្វើឲ្យខាងផ្នែក pharmacy ហ្នឹងគាត់អាចដឹងថា doctor ហ្នឹងចេញថ្នាំអីហើយគាត់អាចងាយស្រួល print វិជ្ជាបញ្ជាក៏បាន print ជាមួយនឹង sticker ថ្នាំក៏បានដែរបាទជួយសម្រួលដល់ pharmacy ដើម្បីឲ្យរៀបចំថ្នាំបានលឿនបាទអញ្ចឹងនៅពេលដែល doctor គាត់ចេញថ្នាំនៅកន្លែងនេះគេសម្រួលដល់ doctor មួយទៀតបានន័យថាវាចប់ជាប្រវត្តិថ្នាំនៅលើនឹងអញ្ចឹងយើងចង់ select ប្រវត្តិថ្នាំចាស់បន្ថែមបន្ថយក៏បានឬក៏យើង add ថ្មីក៏បានដែរបាទបន្ទាប់ពីយើងចេញថ្នាំហើយគឺវា link auto ទៅខាង pharmacy ហើយអញ្ចឹងខ្ញុំសូមទៅបើក screen pharmacy ដើម្បីបង្ហាញបាទនៅលើ screen នេះផងដែរនៅក្នុងផ្នែក pharmacy គឺនៅពេលដែលគាត់ចូលទៅកន្លែង function របស់គាត់មកគឺគាត់ auto ឃើញថ្នាំដែលលោកគ្រូពេទ្យadd ថ្មីបាទអញ្ចឹងគាត់អាចចូលទៅ view មើលថ្នាំនឹងថាតើលោកគ្រូគាត់ចេញថ្នាំអីគេខ្លះបាទហើយបន្តមកគាត់អាច print អត់ណងនៅកន្លែងហ្នឹងក៏បានឬក៏គាត់ print តា sticker ថ្នាំនៅនឹងក៏បានដែរអញ្ចឹងការ print sticker ថ្នាំគាត់គ្រាន់តែចុចទៅលើការ print sticker ហ្នឹងមកគឺគាត់អាច view ទៅតងជាមួយនឹងថ្នាំហ្នឹងរៀបរាប់ពីការប្រើប្រាស់ថ្នាំដែលចេញដោយគ្រូពេទ្យអូតូតែម្ដងបាទបន្ទាប់ពីយើងបាន print sticker ចេញពីវិជ្ជាបញ្ជារបស់គ្រូពេទ្យមកធ្វើឲ្យយើងងាយស្រួលក្នុងការបកបិទហើយមានភាពច្បាស់លាស់សម្រាប់ឲ្យជំងឺគាត់មើលតាមការណែនាំរបស់លោកគ្រូពេទ្យ